តែញោមស្វាយរបស់គាត់ទៅបានទេណាអ្នកទាំងអស់គ្នាព្រោះឯនៅចុងវីដេអូប្រហែលជាខ្ញុំអាចសួរអ្នកទាំងអស់គ្នាខ្លះចឹងដោយសារអីកន្លែងគាត់នេះតែមិនបើកលក់ដែរទេហើយឃើញអ្នកទិញអ្នកអីច្រើនគួរសមរបស់គាត់ដែរហើយញោមស្វាយកន្លែងគាត់ហ្នឹងគឺគាត់អត់ប្រើទឹកក្រូចឆ្មាប្រើអីទេគឺគាត់យកអាជូរជាតិជូរហ្នឹងចេញពីស្វាយមកវិញនៅពេលអ្នកទាំងអស់គ្នាទៅទិញអាចប្រាប់គាត់បានចង់បានហិលប៉ុណ្ណាឬមួយក៏ថែមគ្រឿងសមុទ្រថែមពងក្រូចថែមអីហ្នឹងអាហ្នឹងគឺប្រាប់គាត់បានហើយតម្លៃដែលគាត់លក់ហ្នឹងមួយចាន8000ទៅ10000អីចឹងទៅ10000យើងអាចដាក់បានគ្រប់មុខមានគ្រឿងសមុទ្រមានក្តាមសេះមានអីចឹងខ្ញុំបានសួរគាត់ដែរថាគ្រឿងទាំងអស់ហ្នឹងគាត់ចេះមកពីណាអីចឹងគាត់ថាអាហ្នឹងគាត់ច្នៃខ្លួនឯងអីដែរទេបើនិយាយពីរសជាតិគឺថាដិតល្អមែនតើនិយាយបានថាមកពីខ្ញុំចូលចិត្តអារសជាតិដិតហ្នឹងដែរអ្នកទាំងអស់គ្នាឥឡូវដល់វគ្គខ្ញុំសួរអ្នកទាំងអស់គ្នាម្ដងណាក្នុងញោមស្វាយមួយចានហ្នឹងមានអីគេខ្លះឆ្លើយថាអត់បានមើលញោមហ្នឹងចោលហ្នឹងហើយសម្រាប់ទីតាំងអត់ពិបាករកទេនៅមជ្ឈនាមាត់ទន្លេហ្នឹងនៅទល់មុខនឹង River Crown ណាអ្នកទាំងអស់គ្នា